Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចធម្មពលនៃច្រកទ្វារអានកំបាំងដែលជាភាគទី18របស់យើងចាប់ផ្ដើមនៅសាយរឿងពេលនេះអ្នកក្លាហានស៊ឺមូរបស់យើងកំពុងតែធ្វើដំណើរទៅនិកាយសួនវូដែលតាមផ្លូវគាត់ក៏បាននឹកឃើញទៅដល់ពាក្យសម្ដីរបស់អ្នកគ្រូយីនិកាយសួនវូគឺជានិកាយដែលមានក្រឹស្យានុភាពនិងសុចរិតប្រសិនបើអ្នកបានវឹកហាត់និងអភិវឌ្ឍខ្លួននៅទីនោះនាពេលអនាគតអ្នកប្រកាសជាសម្រេចបាននៅសមត្ថភាពដ៏អស្ចារ្យជួបអ្នកខ្វៀក្របីគាត់ក៏បានធ្វើផ្លូវទៅកំពង់ផែហើយក៏បានបន្តដំណើរទៅខាងមុខទៀតដល់ពេលប្រឡប់គាត់ក៏បានវឹកហាត់ជាមួយនឹងការដាំដុះធម្មពលខាងវិញ្ញាណបើខ្ញុំមានពេលវេលាគ្រប់គ្រាន់អាចទទួលបានកម្លាំងដើម្បីចូលទៅក្នុងដែនដីហាមឃាត់ដល់ពេលនោះខ្ញុំនឹងមានក្តីសង្ឃឹមក្នុងការព្យាបាលជំងឺដំណពុយរបស់ខ្ញុំបន្ទាប់មកខ្ញុំនឹងអាចរស់នៅបានគ្មានការព្រួយបារម្ភទីនោះទេបន្ទាប់ពីចំណាយពេលអស់2យប់3ថ្ងៃគាត់ក៏បានមកដល់ចន្លងភ្នំមួយកន្លែងហូបទឹកជ្រោះដ៏សែនត្រជាក់ហើយក៏បានសម្លឹងទៅមើលកំពូលភ្នំបន្ទាប់មកគាត់ក៏បានធ្វើដំណើរមកដល់កំពង់ផែជាមួយនឹងទឹកមុខដ៏រីករាយសម្លឹងមើលឃើញនៅយុវជនជាច្រើនកំពុងតែដើរឡើងទៅគឺច្រើនយកតែមែនតែនប្រសិនបើជារាប់មិនអស់នោះទេដោយសារតែកាមេរ៉ាគឺដើរលឿនពេកនិងហើយទីនេះគឺជាកំពង់ផែក្រុងកាយ៉ាងបន្ទាប់ពីតម្រង់ជួររងចាំអស់មួយសន្ធប់ពេលនោះទូកហោះមួយដ៏ធំបានចូលមកដែលយើងក៏បានឃើញបរិសម្នាក់កំពុងតែប្រើឧបករណ៍អ្វីម្យ៉ាងដើម្បីស្កែនទៅលើយុវជនទាំងអស់នោះដែលគាត់មានឈ្មោះថានីងពីងហើយពេលនេះក៏ដល់វេនរបស់ស៊ឺមឺម្ដងបន្ទាប់ពីស្កែនហើយឧបករណ៍មួយនោះក៏បានរលត់នីងពីងក៏បានសួរថាអ្នកមិនមានត្រាសញ្ញាសម្គាល់ខ្លួនចូលទៅនោះទេតើអ្នកកំពុងតែព្យាយាមបោកបញ្ឆោតខ្ញុំឬច្រឡោតបន្តិចពេលនោះគ្នារបស់គាត់គូហួរក៏បានខាត់ក្មេងប្រុសមានតែយុវជនដែលមាននៅត្រាសម្គាល់ខ្លួនរបស់និកាយស៊ុនវូនៅលើដៃឆ្វេងប៉ុណ្ណោះដែលអាចឡើងទៅលើទូកមួយនេះបានភ្លាមនោះស៊ឺមូក៏បានដកនៅត្រាសម្គាល់ខ្លួនរបស់និកាយស៊ុនវូប្រគល់ឲ្យបានរៀបច្បងខ្ញុំត្រូវបានណែនាំឲ្យមកទីនេះដោយអ្នកគ្រូយីហងយ៉ាងនៃនិកាយម៉ៃយិនហើយនេះក៏ជាសម្បត្តិជូនទៅលោកគ្រូស៊ុនផងដែរបន្ទាប់ពីមើលរួចនាងពីងក៏បានបោះទៅឲ្យស៊ឺមូវិញមិននិយាយស្ដីអ្វីនោះទេចាប់នៅស្មារបស់ស៊ឺមូក្រវេឡើងទៅលើទូកដែលធ្វើឲ្យគាត់ក៏បានសរសើរថាបច្ចេកទេសមួយនេះពិតជារហ័សរហួននិងរឹងមាំមែនប៉ុន្តែទោះយ៉ាងណាក៏ដោយតើនេះគឺជារបៀបដែលនិកាយស៊ុនវូទទួលសិស្សមែនទេបន្ទាប់ពីជួបជុំគ្នាហើយនាងពីងក៏បានធ្វើការជម្រាបសួរសិស្សថ្មីទាំងអស់គ្នានៃនិកាយស៊ុនវូចាប់ផ្ដើមឥឡូវនេះយើងនឹងបញ្ចេញមន្តអាគមដើម្បីបង្កើនល្បឿនទូកហោះរបស់យើងដូច្នេះអ្នកទាំងអស់គ្នាត្រូវតែចូលទៅក្នុងកាប៊ីនហើយមិនត្រូវអនុញ្ញាតឲ្យចេញមកវិញនោះទេតើយល់ហើយឬនៅពេលនោះដែរនៃរោគនេះហាក់បីដូចជាមានចម្ងល់នាងពីងក៏បានសម្លុតសួរបញ្ជាក់ថាតើយល់ហើយឬនៅយុវជនទាំងអស់បានប្រាប់ថាបាទខ្ញុំយល់ហើយបន្ទាប់មកក៏បាននាំគ្នាដើរចូលទៅក្នុងកាប៊ីនចំណែកស៊ឺមូហាក់បីដូចជាមិនទាន់អស់ចិត្តក៏បានក្រឡេកមកមើលនាងពីងដែលពេលនោះគេហាក់បីដូចជាអារម្មណ៍មិនល្អនោះទេអង្គុយចុះដកយកនំគ្រីមញ៉ាំមួយម៉ាត់ឲ្យខ្ញុំមកទីនេះដើម្បីមើលថែក្មេងៗទាំងអស់នេះពេលនោះស៊ឺមូក៏បានដើរចូលមកធ្វើការគោរពរៀបច្បងការនៅក្នុងកាប៊ីនយូរគឺធ្វើឲ្យធុញទ្រាន់ណាស់តើខ្ញុំអាចចេញមកខាងក្រៅម្ដងម្កាលបានទេបន្ទាប់ពីឃើញបែបនោះយុវជនពេលនេះក៏បានសរសើរថាក្មេងម្នាក់នេះពិតជាមានចិត្តក្លាហានមែនហ៊ានដើរទៅស៊ូរៀបច្បងនាងពីងផងត្រូវហើយខ្ញុំពិតជាចាប់ផ្ដើមចូលចិត្តគាត់បន្តិចហើយពេលនេះនាងពីងបានលើកឡើងថាអ្វីទៅគ្រាន់តែដោយសារអ្នកមានអនុសាសន៍ពីនិកាយម៉ៃយិនតើអ្នកគិតថាអ្នកពិសេសជាងគេមែនទេសម្រាប់នៅទីនេះនិកាយម៉ៃយិនគ្មានន័យអ្វីនោះទេប្រសិនបើអ្នកចង់ចូលរួមជាមួយនឹងនិកាយយើងត្រូវតែធ្វើតាមបញ្ជារបស់ខ្ញុំបើខ្ញុំនិយាយប្រាប់ឲ្យអ្នកនៅទីនោះអ្នកត្រូវតែនៅទីនោះប្រសិនបើមានអ្នកណាម្នាក់ហ៊ានជំទាស់សាកមិនស្ដាប់បញ្ជារបស់ខ្ញុំចាំមើលថាតើនឹងមានរឿងអ្វីកើតឡើងរុញស្មារបស់ស៊ឺមូបន្តិចពេលនោះគាត់ក៏បានធ្វើការគោរពយុវជនម្នាក់នេះមិនហ៊ានជំទាស់នោះទេរួចហើយក៏បានដើរត្រឡប់ទៅវិញពេលនោះគូហួរក៏បានបង្ហាញខ្លួនហើយនិយាយថាអាក្មេងស៊ឺមូម្នាក់នេះពិតជាមានល្បិចកក្រន់បើហាក់បីដូចជាគេបានគិតឃើញនៅអ្វីម្យ៉ាងមិនអីនោះទេប្រសិនបើគេបង្ហាញការប្រឆាំងតែបន្តិចជាមួយនឹងពួកយើងខ្ញុំនឹងសម្លាប់គេនៅនឹងកន្លែងតែម្ដងមើលតែគេក៏ឆ្លាតក្រន់បើដែរដែលបានសង្ស័យពីយើងគូហួរក៏បានបញ្ជាថាមពលរបស់គាត់បន្លាស់ទីឈោមកលើក្បាលទូកដកនៅកំពីឡើងមកប្រើប្រាស់នៅវេទមន្តរបស់គាត់ចាប់បញ្ចូលទៅវាក៏បានប្រែក្លាយទៅជាក្បួនមួយគ្រប់គ្រងទៅលើទូកហោះដ៏ធំមួយនោះទាំងមូលតែម្ដងដែលអាចហៅបានថាក្បួនមួយនោះគឺជាម៉ាស៊ីនទូកហើយពេលនេះផងដែរទូកហោះក៏បានចេញដំណើរហោះកាត់នៅជន្លងភ្នំជាច្រើនក្រឡេកមកក្នុងកាប៊ីនទូកដែលគឺជាកន្លែងស្នាក់នៅហើយជាកន្លែងញ៉ាំអីផងដែរយុវជនមួយក្រុមបានខ្សឹបខ្សៀវគ្នាថាអ្នកនាំសារម្នាក់នោះពិតជាកាយសាហាវពេកហើយប្រូម្នាក់ទៀតក៏បានលើកឡើងថាវាជារឿងធម្មតាទៅហើយដែលរៀបច្បងនៃនិកាយស៊ុនវូមានចរិតឆេវឆាវបន្តិចពេលនោះយើងក៏បានឃើញស្រីស្អាតម្នាក់ដើរសម្ដៅទៅរកស៊ឺមូតើអ្នកគឺជាស៊ឺមូមែនទេខ្ញុំហានសៀងមុននឹងខ្ញុំបានឮមកថាអ្នកត្រូវបានណែនាំមកទីនេះដោយចាស់ទុំម្នាក់មកពីនិកាយម៉ៃយិនស៊ឺមូក៏បានងាកក្បាលហាងសៀងនឹងក៏បានអង្គុយចុះលើតុថងយាមរបស់លោកមើលទៅពិតជាមិនធម្មតានោះទេវាពិតជាប្រណិតខ្លាំងណាស់បាទអរគុណហើយតើវាក៏បានផ្ដល់ឲ្យនេះដោយចាស់ទុំមកពីនិកាយម៉ៃយិនដែរឬទេស៊ឺមូបានតបថាមិនមែននោះទេខ្ញុំគ្រាន់តែទទួលបានវាដោយចៃដន្យប៉ុណ្ណោះដូច្នេះវាគ្មានអ្វីពិសេសឡើយពេលនោះយើងក៏បានឃើញនាងពីងជាមួយនឹងកូនចៅរបស់គាត់ពីរនាក់បានបើកទ្វារចូលមកមានអាចារ្យស្រាក់ដាក់ម្ហូបអាហារទៀតផងដោយសារតែការធ្វើដំណើរវាវែងឆ្ងាយនេះគឺជាម្ហូបអាហារដែលខ្ញុំបានរៀបចំសម្រាប់អ្នកទាំងអស់គ្នាសូមទទួលទានដោយរីករាយទៅចុះបន្ទាប់ពីដាក់ម្ហូបអាហារលើតុរួចហើយគាត់ក៏បានដើរចាក់ចេញទៅវិញអ្នករកគ្នាក៏បានធ្វើការគោរពអរគុណរៀបច្បងចំណែកស៊ឺមូហាក់បីដូចជាគាត់នៅតែមានការសង្ស័យដោយសារតែនាងពីងគាត់មិនហូបម្ហូបអាហារនោះទេគាត់បែរជាហូបនំអាំងទៅវិញពេលនោះហានសៀងបានសួរថាហេតុអ្វីបានជាអ្នកប្រុសមានតែញ៉ាំជាមួយនឹងគេស៊ឺមូបានប្រាប់ថាមិនអីនោះទេដោយសារតែខ្ញុំបានយកស្បៀងអាហារផ្ទាល់ខ្លួនមកដែរម្យ៉ាងទៀតខ្ញុំមិនចូលចិត្តហូបជាមួយនឹងវងមនុស្សច្រើននោះឡើយហានសៀងបានបដូរទៅមុខលោកបានបដិសេធអាហារឆ្ងាញ់ៗបែបនេះពិតជាមនុស្សចម្លែកមែននិយាយរួចនាងក៏បានដើរចេញទៅស៊ឺមូក៏បានខំនំអាំងមួយម៉ាត់បន្ទាប់ពីអ្នករកគ្នាបានញ៉ាំអាហាររបស់នាងពីងដែលបានរៀបចំឲ្យហើយធ្វើឲ្យពួកគេក៏បានដួលសន្លប់ព្រមគ្នាតែម្ដងវាអាចបញ្ជាក់បានថាអាហារទាំងអស់នោះគឺមានជាតិពុលចំណែកស៊ឺមូពេលនេះគាត់កំពុងតែអង្គុយបិទភ្នែកខណៈពេលនោះមានមនុស្សមួយក្រុមដែរដែលមិនទាន់សន្លប់ងើបឡើងនិយាយទៅកាន់បរិសម្នាក់ទៀតថាខ្ញុំឈ្មោះប៉ៃស៊ីតើមានអ្នកណាផ្សេងទៀតនៅដឹងខ្លួនទេបើនៅមានមិនចាំបាច់ធ្វើពុតឡើយពេលនោះយុវជនពីរនាក់ទៀតក៏បានងើបឡើង
ឡើងខ្ញុំបានកត់សម្គាល់ឃើញអ្វីមួយខុសប្រក្រតីតាំងពីពួកយើងឡើងមកលើទូកដំបូងមកម្លេះបរិមម្នាក់ទៀតបានលើកឡើងថាម្ហូបអាហារទាំងអស់នេះពិតជាមានជាតិពុលត្រូវហើយតាមពិតទៅគាត់បានដាក់ថ្នាំឲ្យយើងមើលទៅបរិមម្នាក់នោះទំនងមិនមែនជាអ្នកនាំសាររបស់និកាយស៊ុនវូទេបើយើងនៅតែបន្តធ្វើដំណើរតាមគាត់ទៀតប្រហែលជាពួកយើងត្រូវស្លាប់ជាមិនខានឥឡូវនេះប្រហែលជាគាត់បានគិតថាបានផ្ដួលពួកយើងទាំងអស់ហើយមើលទៅគាត់គួរតែបន្ថយការប្រុងប្រយ័ត្នរបស់គាត់ខ្លះដូច្នេះនេះគឺជាឱកាសដ៏ល្អបំផុតរបស់យើងដើម្បីរត់គេចខ្លួននារីក្មេងម្នាក់នោះក៏បានពោលថាមើលទៅពួកគេប្រហែលជាសត្រូវរបស់និកាយស៊ុនវូហើយដូច្នេះយើងគួរតែចាក់ចែងឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានសម្លឹងមើលមុខគ្នាបន្តិចពួកគាត់ក៏បានយល់ស្របពេលនោះមានយុវជនមានធំមួយក្រុមទៀតបានលើកឡើងថាប៉ុន្តែពេលនេះពួកយើងកំពុងតែជិះទូកហោះអណ្ដែតលើអាកាសតើយើងអាចចេញទៅខាងក្រៅបានដោយរបៀបណាម្យ៉ាងទៀតខ្សែទឹកទន្លេហ៊ុនឡុងមានកម្លាំងខ្លាំងណាស់ហើយមានភ្នំថ្មនៅខាងក្រោមជាច្រើនការលោតចុះពីទូកហោះដោយមានប្រុងប្រយ័ត្នអាចមានគ្រោះថ្នាក់ផងដែរដូច្នេះយើងគួរតែរកវិធីបោកបញ្ឆោតឲ្យគេចុះចតស៊ឺមូបានប្រាប់ថាខ្ញុំសូមប្រមាននាយរកគ្នាមួយម៉ាត់សិនសូមកុំធ្វើសកម្មភាពដោយមានប្រុងប្រយ័ត្នណាមួយឲ្យសោះដោយសារតែពួកគេមិនងាយដោះស្រាយជាមួយនោះទេបរិមម្នាក់ចិត្តក្តៅបានងើបឡើងថាតើនេះចង់មានន័យថាយ៉ាងម៉េចឬមួយក៏អ្នកខ្លាចពិតជាកំសាមែនខ្ញុំនឹងរកផ្លូវចេញដោយខ្លួនឯងនៅពេលដែលខ្ញុំធ្វើបានហើយអ្នកទាំងអស់គ្នានឹងទៅជាមួយនឹងខ្ញុំបាញ់ចេញនឹងកំបិតខ្លីរបស់គាត់ក្រវីឆាច់ចាក់ចូលទៅពើងបែកផ្កាភ្លើងព្រាកនៅមិនទាន់អស់ចិត្តក៏បានយកទៅកូនបន្តបែកផ្កាភ្លើងដដែលវាគឺជាឈើស្រោបដែកតាមការវិនិច្ឆ័យរបស់ខ្ញុំនេះគឺជាឈើដែលអាយុរាប់រយឆ្នាំមកហើយដែលមានដើមកំណើតនៅកោះភាគខាងកើតវាមិនងាយក្នុងការបំផ្លាញនោះទេបរិមម្នាក់នោះនៅតែមិនទាន់អស់ចិត្តនោះទេដល់សម្ដៅទៅរកទ្វារចាក់មួយកំបិតឡងមកវិញពេលនោះប៉ៃស៊ីក៏បានខាត់បានហើយប្រយ័ត្នឮសំឡេងទៅដល់ពួកគេចិត្តក្តៅជំរឿឲ្យចិត្តឆៅបរិមម្នាក់នោះក៏បានអុកមួយកែងទៀតខ្ញុំត្រូវតែធ្វើឲ្យបានពេលនេះទ្វារត្រូវបានចាក់សោជាប់ពួកនេះនំសាទាំងអស់នោះច្បាស់ជាមានចេតនាអាក្រក់ហើយសំណាងល្អហើយដែលខ្ញុំមានកូនសោបំរុងដកវាឡើងមកប្រើប្រាស់នៅវិជារបស់គាត់ញាត់វាតាមបង្ហោងចេញទៅខាងក្រៅដើម្បីចាក់ចូលទៅមេសោប្រឹងបន្តិចគាត់ក៏បានដោះចេញបើកទ្វារចេញមកជាមួយនឹងទឹកមុខរីករាយភ្ញាក់ផ្អើលយ៉ាងខ្លាំងបើភ្នែកធំៗដោយសារតែនីងពីងបានមកដល់រីមច្បងខ្ញុំគ្មានបំណងអាក្រក់នោះទេនីងពីងមាននិយាយច្រើនឡើងបញ្ឈិនអំណាចធម៌ពលរបស់គាត់នៅក្នុងក្រញាំដៃទះចូលកណ្ដាលទ្រូងបារ៉ូម្នាក់នោះពេញខ្ទាតប៉ាល់ទៅខាងក្រោមបែកឈាមខ្ចាយគឺស្ដុកនៅកន្លែងតែម្ដងពេលនោះផងដែរនារីម្នាក់នោះក៏បានប្រាប់ថាពេលនេះគាត់មានតែឯងនោះទេចូលយើងទាំងអស់គ្នាប្រញាប់ចាត់ការគេភ្លាមទៅត្រូវឲ្យកុំខ្លាយគេឲ្យសោះសម្រុកចូលទៅនីងពីងក៏បានចាប់ក្បាលនេះទាំងពីរជាប់បំបោកចូលគ្នាបែកឈាមខ្ចាយចាប់តាំងពីអ្នកទាំងអស់គ្នាបានដឹងរួចទៅហើយថាខ្ញុំមិនមែនជាអ្នកនាំសារមកពីនិកាយស៊ុនវូទេចូលយើងនិយាយត្រង់អំពីរឿងទាំងអស់នេះទៅចុះប៉ុន្តែកុំខ្លាចអីឲ្យតែអ្នកទាំងអស់គ្នាស្ដាប់តាមខ្ញុំនឹងគ្មាននរណាម្នាក់ត្រូវស្លាប់នោះទេភ្លាមនោះផងដែរទូកហោះហាបែដូចជាត្រូវបានកម្លាំងដ៏ខ្លាំងក្លាបានវាប្រហារនីងពីងប្រញាប់ស្ទុះចាក់ចេញទៅបិទទ្វារចាក់សោប៉ៃស៊ីក៏បានហោះចូលទៅយកត្រចៀកផ្ទៀងស្ដាប់មើលទៅដូចជាមនុស្សមកពីនិកាយស៊ុនវូតាមទាន់ហើយចំណែកនៅខាងក្រៅព្រឹទ្ធាចារ្យចាស់ម្នាក់បានបង្ហាញខ្លួនដែលគាត់គឺជាព្រឹទ្ធាចារ្យនៃនិកាយស៊ុនវូមានឈ្មោះថាឆៅជៀននីងពីងឯហ៊ានបន្លំខ្លួនធ្វើជាអ្នកនាំសាររបស់និកាយយើងដោយរបៀបណាហើយថែមទាំងបានលួចយកសិស្សថ្មីរបស់យើងទៀតផងនីងពីងបានតបថាលើកមុននិកាយស៊ុនវូរបស់ឯងបានលួចយកថ្នាំវិញ្ញាណរបស់និកាយច្រកទ្វារវេទមន្តខ្មែររបស់យើងនេះគ្រាន់តែជាការតបស្នងគុណនាគវិញប៉ុណ្ណោះប៉ៃស៊ីបន្ទាប់ពីស្ដាប់ឮហើយបានពោលថាដូច្នេះអ្នកនាំសារខ្លាំងៗម្នាក់នោះតាមពិតទៅគាត់គឺជាមនុស្សមកពីនិកាយច្រកទ្វារវេទមន្តខ្មៅថាយ៉ាងម៉េចនិកាយច្រកទ្វារវេទមន្តខ្មៅគ្មានអ្វីចម្លែកទេដែលពួកគេខូខើហើយគ្មានភាពអ៊ីខ្មាបែបនេះនីងពីងក៏បានបើកការវាប្រហារជាមួយអំណាចធម៌ពលក្រញាំដៃបិសាចរបស់គាត់ពីខាងក្រោយព្រឹទ្ធាចារ្យឆៅគាត់គ្មានសកម្មភាពអ្វីនោះទេសម្លឹងតែបន្តិចកំតិចចេញនិកាយវេទមន្តខ្មែររបស់ឯងពិតជាគ្មានកិត្តិយសអ្វីសោះហើយអ្នកដទៃទៀតមិនចាំបាច់លាក់ខ្លួនឡើយបង្ហាញខ្លួនមកយូកុនជីខ្ញុំនឹងទុកឲ្យអ្នកដោះស្រាយជាមួយនឹងមនុស្សថោកទាបទាំងអស់នេះនឹងហើយពេលនោះគ្នារបស់គាត់ម្នាក់ទៀតក៏បានបង្ហាញខ្លួនជាមួយនឹងអាវុធលំពេងមុខពីរដែលគាត់គឺជាគ្រូសិលនៃនិកាយស៊ុនវូដែលមានជំនាញខ្លាំងក្នុងការប្រើវេទមន្តវិជាសិលយូកុនជីជាមួយនឹងទឹកមុខរាបស្មើក្រវេនៅលំពេងរបស់គាត់លេចចេញជាមួយនឹងយុទ្ធសាស្ត្រប្រឡាតកកជាច្រើនបញ្ជាចូលទៅវាបរហាពេលនោះនេះទាំងពីរក៏បានប្រើប្រាស់ជាមួយនឹងជំនាញរបស់គាត់ម្នាក់ប្រើប្រាស់នៅវេទមន្តខ្មោចម្នាក់ទៀតប្រើប្រាស់ជាមួយនឹងវេទមន្តបិសាចដើម្បីទប់រំពីការវាប្រហាររបស់ប្រឡាតកកទាំងអស់នោះចំណែកយូកុនជីនៅតែបន្តវាប្រហារដែលធ្វើអំណាចធម៌ពលរបស់ពួកគេទាំងអស់គ្នាចាប់ផ្ដើមរំកើនៅលើទូកហោះមួយនោះយុវជននៅក្នុងកាប៊ិនទប់លំនឹងលេងជាប់ហើយដោយសារតែពេលនេះទូកហោះផ្អៀងចុះផ្អៀងឡើងគ្មានអ្នកណាជួយអ្នកណានោះទេសូម្បីតែស៊ឺមូក៏ត្រូវបានខ្ទាតមកក្រលៀបជាជាងដែរស្ថានភាពពេលនេះដូចជាយន្តហោះត្រូវបានធ្លាក់អញ្ចឹងអែតមានមិនធ្លាប់ជិះនោះទេប៉ុន្តែធ្លាប់ឃើញនៅក្នុងរឿង Hollywood ពេលនេះទូកហោះចាប់ផ្ដើមផ្អៀងកាន់តែខ្លាំងធ្វើឲ្យពាងធំៗពីរបីក៏បានរមៀលចុះមកសម្ដៅទៅរកកញ្ញាម្នាក់នាងក៏បានរវាមួយជើងបំបែកចេញតុកមួយផ្សេងទៀតក៏បានធ្លាក់ចូលមកសម្ដៅរកនាងដែលធ្វើឲ្យប្រសង្ហាទាំងពីរនេះក៏បានជួយវាបំបែកដោយកំបិតខ្លីមួយទៀតក៏បានរអែលធ្លាក់ចូលមកខុសសម្ដៅទៅរយបារ៉ូម្នាក់ដែលបានដួលស៊ឺមូជាមួយនឹងដៃនៅក្នុងដៃរបស់គាត់បន្លាស់ទីចូលទៅយ៉ាងលឿនក្រវាទប់រងជួយសង្គ្រោះបារ៉ូម្នាក់នោះប៉ៃស៊ីក៏បានធ្វើការគោរពអរគុណខ្លាំងណាស់ខ្ញុំប៉ៃស៊ីហើយនេះគឺជាមិត្តល្អរបស់ខ្ញុំឈ្មោះថាសៀវមីងធ្វើការគោរពគូសំវិញហើយនារីម្នាក់នោះក៏បានធ្វើការគោរពដូចគ្នាខ្ញុំឡានហ្វាងភ្លាមទូកហោះក៏ចាប់ផ្ដើមរំកើម្ដងទៀតដោយសារតែពួកជើងខ្លាំងខាងក្រៅបានបន្តបើកការវាប្រហារគ្នាព្រឹទ្ធាចារ្យឆៅហក់ទៀតនីងពីមួយជើងកណ្ដាលទ្រូងឌឹបខ្ទាតប៉ាំងបុកនឹងប្រកូលនៅខាងក្រោយបាក់ហុយជុកហើយគាត់ក៏បានបន្លាស់ទីឈរទៅលើបង្គោលមួយផ្សេងទៀតសំឡឹងរមើលគូប្រកួតរបស់គាត់បន្ទាប់ពីមិនឃើញអ្វីគាត់ក៏បានហោះស្វែងរកភ្លេចខ្លួនបន្តិចក៏បានទីមួយបង្គោលយ៉ាងធំចូលកណ្ដាលទ្រូងឌឹបដោយសារទ្វេដៃរបស់នីងពីងចំណែកយូកុនជីនិងគូហួរកំពុងតែប្រជុំមុខជាមួយនឹងគ្នានៅលើអាកាសប្រើប្រាស់នៅយុទ្ធសាស្ត្រក្បាលខ្មោចរបស់គាត់រួមបញ្ចូលជាមួយនឹងយន្តវេទមន្តដែលបានលេចចេញជាមួយអំណាចធម៌ពលក្បាលខ្មោចដ៏ធំសម្បើមសម្រុកចូលទៅវាប្រហារវាក៏បានផ្លុំចេញជាចំហាយធម៌ពលក្បាលខ្មោចតូចៗជាច្រើនទៀតបន្ទាប់ពីឃើញបែបនោះយូកុនជីក៏បានប្រើប្រាស់ជាមួយនឹងវិជារបស់គាត់ចាក់បញ្ចូលទៅក្នុងលំពេញមុខ
មុខ2ដែលវាបានគួយឡើងជាចំហាយធម្មពលទឹករួមផ្ដុំទៅជាដុំទឹកដ៏ធំសម្បើមទប់រងពីការវាយប្រហារបញ្ជាវាឲ្យគួយចូលទៅបន្តវាយប្រហារទៅលើក្បាលខ្មោចដ៏ធំនោះនាងពីងបន្ទាប់ពីឃើញស្ថានភាពមិនស្រួលគាត់ក៏បាននិយាយថាមិនអីទេបើយើងមិនអាចយកសិស្សទាំងអស់នោះបានពួកឯងទាំងពីរនេះក៏មិនអាចយកពួកគេទៅវិញទៅមានជីវិតដែរបង្គោលដ៏ធំនៅក្នុងដៃហក់វាយទៅលើទម្រង់នៃការបង្កើតរបស់ទូកហោះហាក់បីដូចជានាងពីងគេកំពុងតែបំផ្លាញទម្រង់នៃការបង្កើតនោះយូគួនជីសម្លឹងទៅក៏បានដឹងថាពេលនេះទូកហោះទប់លំនឹងលេងជាប់ហើយប្រើប្រាស់នៅវេទមន្តទឹករបស់គាត់វាយប្រហារទៅនាងពីងហើយពេលនេះគាត់ក៏បានបន្ថែមជាមួយនឹងកម្លាំងរបស់គាត់ដើម្បីបំបែកនៅក្បាលខ្មោចបញ្ជាវាយទម្លុះឆ្វេងស្ដាំលើក្រោមនឹងចាក់ស្រេះដែលធ្វើឲ្យគុនហ៊ូពេលនេះឡើងស្ដោកតែម្ដងធ្លាក់ចុះមកខាងក្រោមប៉ុន្តែត្រូវបាននាងពីងបន្លាស់ទីចូលមកយ៉ាងលឿនដើម្បីត្រូវរាងកាយរបស់គេពេលនេះផងដែរនៅទីបំផុតទម្រង់នៃការបង្កើតគ្រប់គ្រងទៅលើទូកហោះក៏ត្រូវបានបែកទប់លំនឹងលេងជាប់ទៀតហើយដាំក្បាលចុះក្រោមបន្ទាប់ពីឃើញបែបនោះយូគួនជីក៏បានប្រញាប់ចូលទៅតាមចំណែកសិស្សទាំងអស់ដែលនៅខាងក្នុងនេះដែលមានសមត្ថភាពអាចឈរបានអ្នកដែលខ្សោយក៏ត្រូវបានដួលរណាត់រណែងស៊ឺមូព្យាយាមទប់ឲ្យគេថាខ្ញុំមិនអាចស្លាប់នៅទីនេះបាននោះទេពេលនេះផងដែរទូកហោះហ៊ីបនឹងធ្លាក់ចូលទៅដល់ក្នុងទន្លេទៅហើយប៉ុន្តែត្រូវបានយូគួនជីប្រើប្រាស់ជាមួយនឹងវិជារបស់គាត់ដែលយើងក៏បានឃើញអំណាចវេទមន្តដៃដ៏ធំសម្បើមពីបានលេចចេញពីទឹកចាប់ត្រូលនៅទូកហោះដែលកំពុងដាំក្បាលចុះមកដែលនេះគឺជាយុទ្ធសាស្ត្រទម្រង់វិញ្ញាណបន្ទាប់ពីត្រូលនៅទូកហោះជាប់ហើយយូគួនជីក៏បានបើកទ្វារចូលមកខ្ញុំគឺជាគ្រូសិស្សយូគួនជីមកពីនិកាយស៊ុនវូហើយនេះគឺជាថ្នាំអាសាបយកទៅឲ្យសិស្សដទៃទៀតដែលសន្លប់លេបទៅប៉ៃស៊ីហើយនឹងអ្នកដទៃទៀតក៏បានធ្វើការគោរពអរគុណហើយក៏បានជួយគ្នាយកថ្នាំអាសាបបញ្ច្រកឲ្យអ្នកដែលបានសន្លប់ពេលនោះផងដែរស៊ឺមូហាបេដេជាចាប់អារម្មណ៍ជាមួយនឹងចលនាអ្វីម្យ៉ាងកំពុងតែចូលមកខណៈពេលដែលយូគួនជីកំពុងតែពិនិត្យមើលសិស្សផ្សេងទៀតយើងក៏បានឃើញដុំធម្មពលតូចមួយធ្លាក់ចូលមកផ្ទុះដៀងហុយជោគបាំងនៅរាងកាយរបស់សិស្សម្នាក់ចូលមកគាត់ក៏បានជួយត្រូភ្លាមជួនអាលកបាំងម្នាក់ក៏បានបើកការវាយប្រហារចូលកណ្ដាលទ្រូងគាត់តែម្ដងតើអ្នកនៅទីណាជួនអាលកបាំងម្នាក់នោះក៏បានវាយប្រហារពីខាងក្រោយមួយទៀតដែលធ្វើឲ្យគាត់ក៏បានប្រញាប់បែរមកសម្លឹងមើលប៉ុន្តែនៅតែត្រូវនារីម្នាក់នោះវាយចូលទ្រូងខ្ទាតប៉ាទៅខាងក្រៅជាមួយនឹងលបឿនដ៏លឿនរបស់នាងមើលសឹងមិនទាន់នោះទេដែលពេលនេះយូគួនជីក៏បានប្រើប្រាស់នយោបាយសាស្ត្ររបស់គាត់បង្កើតបានទៅជាខែការពារប៉ុន្តែនារីម្នាក់នោះបានប្រែក្លាយទៅជាសត្វពស់មួយក្បាលវាយប្រហារចូលទៅធ្វើឲ្យគាត់បានស្គាល់ថាជិនសៀវឆៃបន្ទាប់ពីស្ដាប់ឮឈ្មោះនោះស៊ឺមូក៏បានគិតប៉ុន្តែមិនបាននិយាយអ្វីបន្ថែមនោះទេយូគួនជីក៏បានចាប់នៅសត្វពស់ដែលបានខំស្មារបស់គាត់ក្រវែងចោលអាយ៉ងពស់បិសាចខ្មៅនេះគឺជាបច្ចេកទេសដ៏កាចសាហាវនិងអាក្រក់ខ្លាំងណាស់នារីម្នាក់នោះបានសើចហើយនិយាយថាគ្មានអ្វីចម្លែកទេដែលអ្នកត្រូវបានគេចាត់ទុកថាគឺជាគ្រូសិលដ៏មានសក្តានុពលបំផុតនៅក្នុងនិកាយស៊ុនវូនិងហើយនាងគឺជាចាស់ទុំម្នាក់នៅក្នុងនិកាយច្រកទ្វារវេទមន្តខ្មៅដែលមានឈ្មោះថាជិនសៀវឆៃខ្ញុំបានឆ្លងកាត់ការលំបាកជាច្រើនដើម្បីមានឱកាសធ្វើបាបនាងយូគួនជីក៏បានប្រាប់ថានាងមិនមានជាដៃគូប្រយុទ្ធជាមួយនឹងខ្ញុំនោះទេថាយ៉ាងម៉េចមិនស័ក្តិសមជាដៃគូប្រយុទ្ធមែនទេបញ្ចេញនៅខ្សែតេឆ្អឹងពោះរបស់នាងឡើងមករវាសចេញតលតែសារលបងមិនដឹងការពេទ្យថាខ្ញុំមានសមត្ថភាពឬអត់យូគួនជីកិច្ចផុតមួយបញ្ចេញនយោបាយសាស្ត្ររបស់គាត់នៅក្នុងដៃដោយពួកគេទាំងពីរបន្តបើកការវាយប្រហារគ្នាឡើងក្តៅគគុកមិនត្រូវគ្នានោះទេត្រូវតែព្រមនៅក្បែរនឹងលក្ខឆៃព្រាតបន្ទាប់ពីពួកគាត់បានវាយប្រហារគ្នាយ៉ាងជក់ចិត្តពេលនេះយូគួនជីហាក់បីដូចជាបានត្រូវជាតិពឹសឈិនសៀវឆៃក៏បានវាយប្រហារគាត់ធ្លាក់មកខាងក្រោមវិញនាងពិតជាបានប្រើប្រាស់ថ្នាំពុលមកលើខ្ញុំមែនបន្ទាប់ពីឃើញស្ថានភាពមិនសូវស្រួលព្រឹត្តិការណ៍ឆៅក៏បានបន្លាស់ទីចូលទៅទប់រំពីការវាយប្រហារខ្សែតេឆ្អឹងពោះរបស់សៀវឆៃដែលគាត់បានបើកជាខែលធម្មពលការពារយូគួនជីបន្ទាប់ពីឃើញការទប់រំរបស់លោកព្រឹត្តិការណ៍មិនសូវស្រួលគាត់ក៏បានបញ្ចេញនូវឧបករណ៍វេទមន្តរបស់គាត់ឡើងមកដែលពេលនោះវាក៏ចាប់ផ្ដើមវិលខ្ញាល់ស្រូបទាញពួកគាត់ទាំងពីរនាក់ចាក់ចេញពីទីនោះបាត់តែម្ដងពួកនាក់ពិតជារត់លឿនមែនពេលនោះយុវជនទាំងអស់ក៏បានរត់ចេញមកសម្លឹងមើលហើយស៊ឺមូក៏បានគេក្នុងចិត្តថាដូច្នេះនេះគឺជារូបរាងពិតរបស់កម្រិតអាណាចក្រពីកំណើតថ្ងៃណាមួយខ្ញុំនឹងឈានទៅដល់កម្រិតកម្ពស់មួយនោះឲ្យបានហើយពេលនេះបន្ទាប់ពីកូនជីបានចាក់ចេញទៅយុទ្ធសាស្ត្របាត់ដៃទឹកទាំងពីររបស់គាត់ក៏ចាប់ផ្ដើមរលាយធ្វើឲ្យទូកហោះក៏បានបាត់បង់លំនឹងធ្លាក់ចុះមកខាងក្រោមប៉ុន្តែភ្លាមនាងពីងក៏បានបើកជាមួយនឹងទម្រង់នៃការបង្កើតដើម្បីគ្រប់គ្រងទៅលើទូកហោះទាំងមូលនោះវិញហើយវាក៏បានបន្តហោះឡើងដោយជិនសៀវឆៃក៏បានទម្លាក់ខ្លួនចុះមកធ្វើឲ្យគូហួរនិងនាងពីងប្រញាប់ធ្វើការគោរពសំទោសពេលនេះទម្រង់នៃការបង្កើតលំហអាកាសត្រូវបានធ្វើឲ្យសកម្មឡើងវិញហើយអរគុណព្រឹទ្ធាយាយដែលបានមកជួយបើមិនដូច្នោះទេពួកយើងទីពីរនេះច្បាស់ជាត្រូវចាញ់ជាមិនខានប៉ុន្តែពេលនេះយូគួនជីត្រូវបានពោះបិសាចខំដូច្នេះការដាំដុះធម្មពលរបស់គេត្រូវបានចុះខ្សោយជិនសៀវឆៃនាងក៏បាននិយាយថាឥឡូវនេះអ្វីដែលនៅសល់គឺស្ថិតនៅក្នុងដៃរបស់ពួកនេះហើយដូច្នេះកុំឲ្យមានអ្វីខុសឆ្គងកើតឡើងម្ដងទៀតឲ្យសោះបាទខ្ញុំមិនធ្វើប្រហែសទីនោះទេបន្ទាប់ពីជិនសៀវឆៃបានបន្លាស់ទីចាក់ចេញទៅអ្នកទាំងពីរក៏បានដើរចូលមកក្នុងកាប៊ីនខ្ញុំប្រកាសថាអ្នកខ្លះដឹងរួចទៅហើយអំពីអ្វីដែលបានកើតឡើងពេលនោះគាត់ក៏បានប្រើប្រាស់ធម្មពលបដូរនៅសម្លៀកបំពាក់របស់គាត់ដូច្នេះខ្ញុំមិនខ្ជិះខ្ជាពេលវេលាទីនោះទេពួកអ្នកមានជំរឿពីរមួយចូលរួមជាមួយនឹងនិកាយច្រកទ្វារវេទមន្តខ្មៅជំរឿមួយទៀតគឺត្រូវស្លាប់និងហើយជំរឿគឺគ្មានអ្វីនោះទេក្រៅពីជ្រើសរើសយកជីវិតរស់រានបន្តខណៈពេលដែលកំពុងធ្វើដំណើរហានសៀក៏បានដើរទៅរកស៊ឺមូហើយនិយាយថាខ្ញុំមិនរំពឹងទុកថានិកាយស៊ុនវូខ្សោយបែបនេះនោះទេពិតជាធ្វើឲ្យខ្ញុំខកចិត្តមែនហើយមុននឹងលោកក៏បានដឹងមានអ្វីមួយខុសប្រក្រតីហើយហេតុអ្វីបានជាមិនជួយដាស់តឿនខ្ញុំផងស៊ឺមូបានប្រាប់ថាសូមអភ័យទោសខ្ញុំផ្ទាល់មានប្រកាសទាំងស្រុងដែរត្រូវឲ្យក្នុងអំឡុងពេលមានរឿងតើអ្នកណែណានាងក៏បានពោលថាកុំឲ្យខ្ញុំរំលឹកអីខ្ញុំត្រូវបានក្រុមបរិសុទ្ធដែលមានក្លិនស្អុយសង្កត់ខ្ញុំនៅជ្រុងជញ្ជាំងពេលនេះខ្ញុំជឿចាប់ពីពេញរាងកាយទៅហើយថែមទាំងហត់នឿយទីផងចុងភ្នែករបស់ស៊ឺមូមិនធម្មតានោះទេក្រឡេកមើលអ្វីនឹងដោយក្រុមរបស់ប៉ៃស៊ីហើយនឹងស៊ីមីងនៅតែពិភាក្សាគ្នាខ្ញុំបានឮថានៅក្នុងនិកាយច្រកទ្វារវេទមន្តខ្មៅណាគឺជាកន្លែងអ្នកខ្លាំងធ្វើបាបអ្នកខ្សោយកាលណាអ្នកណាដែលមានកម្លាំងខ្លាំងជាងនឹងទទួលបានធនធាននៃការដាំដុះកាន់តែច្រើនចំពោះសិស្សថ្មីពិបាករស់រានមានជីវិតខ្លាំងណាស់នៅទីនោះប៉ៃស៊ីបានលងលោមថាជឿខ្ញុំទៅដល់រាមណាពួកយើងនៅជាមួយនឹងគ្នានឹងគ្មានអ្វីកើតឡើងនោះទេពេលនេះស៊ឺមូបានគិតក្នុងចិត្តថាកាលណាអ្នកមានកម្លាំងខ្លាំងក្លានិងរឹងមាំអ្នកនឹងកាន់តែទទួលបានធនធាននៃការដាំដុះកាន់តែច្រើនសម្រាប់
รับខ្ញុំនិកាយច្រកទ្វារវេទមន្តខ្មៅប្រហែលអាចជាពោជ័យលាក់បាំងយ៉ាងណាមិញដោយសារមានត្រាឈាមនៅលើខ្លួនរបស់ខ្ញុំមិនមានពេលច្រើនទីទេដែលនៅសល់នាងពីងបានប្រកាសថាពេលនេះពួកយើងបានមកដល់ហើយអ្នករកគ្នាប្រញាប់ចេញមកដែលទីនេះគឺជានិកាយច្រកទ្វារវេទមន្តខ្មៅនឹងហើយអ្នកទាំងអស់គ្នាសម្រាប់រឿងធម្មពលនៃច្រកទ្វារអាតកបាំងបានចប់មួយរដូវកាលហើយគឺត្រឹមភាគទី26អាចមានក៏បានសម្រេចដាក់ចូលទៅក្នុងកូនគោរព VIP រួចរាល់ផងដែរសម្រាប់រឿងនៅក្នុងគោរព VIP របស់យើងបច្ចុប្បន្នមានដល់10រឿងជាងឯណោះអ្នកទាំងអស់គ្នាអាចទស្សនាបានដោយត្រឹមតែចំណាយ$1ប្រចាំខែតែប៉ុណ្ណោះម្យ៉ាងទៀតដោយសារតែadminមិនសូវមានពេលកាត់ដាក់លើ YouTube នោះទេព្រោះថារវល់សម្រាយរឿងដាក់ទៅក្នុងកូនគោរព VIP ចាប់អារម្មណ៍ link Telegram នៅក្រោម comment អាចឆានមកបានគ្រប់ពេលហើយសាច់រឿងភាគទី18របស់យើងក៏ត្រូវបានបញ្ចប់ផងដែរសូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះadminសូមជម្រាបលាបាយបាយ